សួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបាននឹងមកធ្វើការបង្ហាញប្រាប់ពីវិធីសាស្ត្រមួយយកមកចែករំលែកជូនទៅដល់បងប្អូនទាំងអស់គ្នាពីរបៀបភ្ជាប់អ៊ីនធឺណិតគម្រោងថ្មីរបស់ Midphone ឲ្យលេងបានពេញមួយអាទិត្យបាទមុននឹងយើងធ្វើការភ្ជាប់គម្រោងអ៊ីនធឺណិតថ្មីរបស់ Midphone លេងឲ្យបានពេញមួយអាទិត្យបានជាមុនដំបូងបងប្អូនត្រូវតែចេះចូលទៅឆែកមើលពីពលភាពលេខទូរស័ព្ទដៃរបស់យើងជាមុនសិនដើម្បីយើងចង់ដឹងថាលេខទូរស័ព្ទដៃនឹងយើងអាចធ្វើការភ្ជាប់គម្រោងអ៊ីនធឺណិតថ្មីរបស់ Midphone បានឬមិនបានបងប្អូនណាបាទបងប្អូនចុចចូលមកបន្តមកទៀតបងប្អូនមកចុចផ្កាយហើយបងប្អូនដាក់1201រួចហើយបងប្អូនដាក់ត្រង់ជ្រូកបងប្អូនចុចបញ្ជូនមកបាទចុចបញ្ជូនពកមកបាទបន្តមកយើងរងចាំសិនបងប្អូនណាកំពុងតែដំណើរការហើយបាទអូខេបន្ទាប់ពីបងប្អូនចុចបញ្ជូនហើយបងប្អូននឹងឃើញចេញតម្រង់បែបនេះចឹងអ្វីដែលបងប្អូនត្រូវដឹងថាលេខទូរស័ព្ទយើងនឹងផុតពលភាពភ្ជាប់អ៊ីនធឺណិតបានឬមិនបានបងប្អូនមើលត្រង់កន្លែងសញ្ញារូបដុល្លារនិងលេខ0នេះបើសិនត្រង់សញ្ញារូបដុល្លារនិងលេខ0នឹងអត់មានណាបាទមានន័យថាលេខយើងនឹងគេបានកាត់ផ្ដាច់ពីប្រព័ន្ធគេឈប់ឲ្យយើងប្រើហើយបងប្អូនណាទោះបីយើងបញ្ចូលលុយក៏គេលេងឲ្យយើងនឹងធ្វើការភ្ជាប់អ៊ីនធឺណិតបានដែរកុំថាឡើយតែអ៊ីនធឺណិតទោះបីយើងខចេញខចូលក៏អត់បានដែរបងប្អូនហ្នឹងហើយបងប្អូនចំណាំណាបាទអូខេបន្ទាប់ពីយើងឆែកដឹងថាលេខទូរស័ព្ទយើងនឹងមានគុណភាពអាចធ្វើការភ្ជាប់អ៊ីនធឺណិតបានបន្ទាប់មកទៀតបងប្អូនត្រូវតែធ្វើការផ្ដាច់គម្រោងចាស់ជាមុនសិនបាទគម្រោងចាស់ណាបាទគម្រោងចាស់ហ្នឹងមានន័យថាពីមុនមកបងប្អូនធ្លាប់ភ្ជាប់អ៊ីនធឺណិតគម្រោង$1ឬក៏$2អីចឹងហ្នឹងហើយអញ្ចឹងបងប្អូនត្រូវតែផ្ដាច់អានឹងចោលអស់អញ្ចឹងដើម្បីយើងធ្វើការផ្ដាច់បានជាមុនដំបូងបងប្អូនចុចផ្កាយហើយបងប្អូនវាយបញ្ចូលលេខ1200បាទបន្ទាប់មកទៀតបងប្អូនចុចដាក់សញ្ញាត្រង់ជ្រូកហើយបងប្អូនចុចបញ្ជូនបាទចុចបញ្ជូនតាមខ្ញុំមកបាទអូខេបន្ទាប់មកយើងរងចាំសិនបងប្អូនណារងចាំសិនបាទអូខេបន្តមកទៀតបងប្អូនយកលេខ1ត្រង់កន្លែងគេដាក់ថាភាសាខ្មែរបងប្អូនចុចចូលលេខ1មកបាទរួចហើយបងប្អូនចុចបញ្ជូនត្រង់កន្លែងដែលខ្ញុំគ្វាទៅគ្វាមកនេះមកបាទអូខេបន្តមកយើងរងចាំសិនបងប្អូនណាបាទបន្តមកទៀតត្រង់កន្លែងនេះបងប្អូនសូមចុចត្រង់កន្លែងលេខ2កន្លែងគេដាក់ថាស្នើសុំផ្ដាច់ទាំងអស់អញ្ចឹងបងប្អូនដាក់លេខ2មករួចហើយបងប្អូនចុចបញ្ជូនត្រង់កន្លែងដែលខ្ញុំគ្វាទៅគ្វាមកនេះមកបាទអូខេបន្តមកយើងរងចាំសិនអូខេមកដល់ចំណុចត្រង់កន្លែងនេះបងប្អូនសូមដាក់លេខ2ដែលគេដាក់សេវាកម្មទូរស័ព្ទបងប្អូនដាក់លេខ2មកបាទហើយចុចបញ្ជូនត្រង់កន្លែងដែលខ្ញុំគ្វាទៅគ្វាមកនេះមកបាទអូខេបន្តមកទៀតបងប្អូនរងចាំបន្តមកទៀតបងប្អូននឹងឃើញតម្រង់បែបនេះបងប្អូនមកចុចលេខ1ដែលអក្សរខ្មែរគេដាក់ថាបញ្ជាក់ដើម្បីយើងធ្វើការបញ្ជាក់ប្រាប់ទៅក្រុមហ៊ុន017ឬក៏យើងហៅ Midphone ហ្នឹងឲ្យគាត់ផ្ដាច់ប្រព័ន្ធទាំងអស់ឲ្យយើងបាទអញ្ចឹងយើងចុចបញ្ជូនទៅបាទអូខេបន្តមកយើងរងចាំមើលប្រអប់សារដែលគេផ្សាយចូលមកលេខទូរស័ព្ទដៃរបស់យើងហើយគេនឹងប្រាប់ថាលេខរបស់យើងនឹងបានធ្វើការផ្ដាច់ដោយជោគជ័យបងប្អូនណាបាទបន្ទាប់ពីយើងបានធ្វើការផ្ដាច់អញ្ចឹងរួចហើយបន្តមកទៀតបងប្អូនត្រូវតែមានកាត1រៀលកន្លះមានន័យថា1រៀលចុច50សេនរួចហើយបងប្អូនបញ្ចូលបងប្អូនណាហ្នឹងហើយបងប្អូនចុចបញ្ចូលអញ្ចឹងវិធីសាស្ត្របញ្ចូលលុយបញ្ចូលអីគឺបងប្អូនចេះហើយបាទបន្ទាប់ពីបងប្អូនមានលុយនៅក្នុងស៊ីមទូរស័ព្ទដៃរបស់បងប្អូនរួចហើយបន្តមកទៀតបងប្អូនចង់ធ្វើការភ្ជាប់អ៊ីនធឺណិតគម្រោងថ្មីរបស់ Midphone ឲ្យលេងបានពេញមួយអាទិត្យណាបងប្អូនចុចផ្កាយបងប្អូនណាចុចផ្កាយ15បាទ67បន្តមកទៀតបងប្អូនដាក់ផ្កាយហើយលេខ1ត្រង់ជ្រូកចុចបញ្ជូនជាការស្រេចបាទដោយសារតែខ្ញុំភ្ជាប់រួចហើយបាទអញ្ចឹងខ្ញុំអត់ភ្ជាប់ម្ដងទៀតទេបាទនេះខ្ញុំគ្រាន់តែធ្វើវីដេអូលើកជាឧទាហរណ៍បង្ហាញប្រាប់បងប្អូនទាំងអស់គ្នាឲ្យបងប្អូនទាំងអស់គ្នាចេះភ្ជាប់តែប៉ុណ្ណោះឯងបាទអញ្ចឹងបើសិនជាបងប្អូនគិតថាវីដេអូរបស់ខ្ញុំបាទល្អហើយបងប្អូនពេញចិត្តស្រឡាញ់បងប្អូនកុំភ្លេចជួយចុចជាវនិងដាក់សញ្ញារូបកណ្ដឹងឲ្យខ្ញុំបាទពនាមួយផងដើម្បីជាកម្លាំងចិត្តឲ្យខ្ញុំបាទធ្វើវីដេអូថ្មីជាបន្តជារៀងរាល់ថ្ងៃទៀតបងប្អូនណាអញ្ចឹងក្នុងវីដេអូនេះខ្ញុំបញ្ចប់តែប៉ុណ្្នឹងចោះសូមអរគុណនិងសូមជម្រាបលា